ប្រាសាទព្រះខ័នបងប្អូនប្រាសាទព្រះខ័នណាខ្ញុំទៅសៀមរាបម្ដងណាក៏ខ្ញុំមកដែររំលងដែរគឺតែងតែទៅលេងហើយព្រោះទីហ្នឹងគឺទេសភាពស្អាតហើយប្រាសាទគឺធំខ្លាំងមែនតើបងប្អូនសម្រាប់ប្រាសាទព្រះខ័នស្ថិតនៅតាមផ្លូវវងធំដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃអង្គរធំបងប្អូនគឺយើងទៅតាមច្រកទ្វារដីឆ្នាំងណាប្រាសាទនេះកសាងឡើងនៅសតវត្សទី12ក្នុងឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ដែលទ្រង់កសាងឡើងដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គណាអញ្ចឹងសម្រាប់ទីតាំងប្រាសាទនេះគឺធ្វើឡើងនៅក្នុងទំហំដី56ហិកតាអ្នកទាំងអស់គ្នាគឺធំមែនតែនតែម្ដងគិតទៅបងប្អូនសម័យអង្គរគឺរុងរឿងមែនតែនមានសាកលវិទ្យាល័យមានបណ្ណាល័យតាំងពីជំនាន់ហ្នឹងណាមានន័យថាប្រទេសខ្មែររបស់យើងគឺបកកាយឲ្យខ្លាំងអស្ចារ្យខ្លាំងមែនតែនតែម្ដងណាប្រាសាទព្រះខ័នគឺជាប្រាសាទមួយដែលខ្ញុំទៅលេងសៀមរាបក៏ដែររំលងទេបងប្អូនទាំងអស់គ្នាហើយទីនេះគឺជាស្រះទឹកនៅខាងក្រោយប្រាសាទព្រះខ័នដែលគេកំពុងតែ trending ខ្លាំងហើយយើងក៏ទៅផ្ទាល់ដើម្បីថតរូបណាឲ្យតន់trend របស់គេតែម្ដងចឹងបងអូនចាំមីកាកន្លែងស្អាតកំពុងតែល្បីប្លង់ថ្មីបងអូនណាយើងដាក់ព្រឹបពី3ប៉ុស្តិ៍ទៅឃើញទេស្អាតដែរបងអូនចឹងបងប្អូនទៅប្រាសាទព្រះខ័នកុំភ្លេចទៅថតរូបកន្លែងដែលគេកំពុងតែល្បីហ្នឹងណានិយាយទៅគឺទេសភាពស្រស់ស្អាតមែនតើទេសភាពស្រស់ស្អាតអញ្ចឹងបើសិនជាយើងដើរអញ្ចឹងណាឲ្យថតវីដេអូឲ្យដាក់ចម្រៀងបែបនេះមកគឺអែមហ្មងបងអូនទេនេះជាឋានសួគ៌មែនទេចង់ក្រសោបស្ទុះអោបអូនអីលេងសំលឹងយូរទៅឃើញបើល្អដូចផ្កាចាតែប៉ុណ្ណឹងមានវីដេអូផុសពេញ TikTok លោអាណាឃើញទេចឹងបងអូនបន្ទាប់ពីខ្ញុំដើរទស្សនាកន្លែងបណ្ណាល័យនិងស្រះទឹកខាងក្រោយប្រាសាទព្រះខ័នហើយគឺខ្ញុំតម្រង់ទៅកន្លែងរូបសំណាកព្រះនាងឥន្ទ្រទេវីដើម្បីទៅអុជធូបថ្វាយក៏ដូចជាគោរពដឹងគុណអញ្ចឹងណាបងប្អូនប៉ុន្តែសោកស្ដាយដោយសារតែខ្ញុំចូលអត់ចុះទេដោយសារថ្ងៃភ្ជុំគឺមនុស្សច្រើនណាបងអូនអញ្ចឹងបានត្រឹមតែដើរមើលជុំវិញប្រាសាទថតរូបចម្លាក់ផ្សេងដើម្បីបង្ហាញជូនបងប្អូនទស្សនាអញ្ចឹងណាហើយនឹងទេសភាពជុំវិញប្រាសាទផងដែរកន្លែងខ្លះមានដុះដើមឈើពីលើអញ្ចាំងប្រាសាទអញ្ចឹងទៅនិយាយទៅគឺទេសភាពស្រស់ស្អាតមែនតើបងប្អូនមួយវិញទៀតបងប្អូនកន្លែងចែកដីមួយនេះណាបើបងប្អូនណាដឹងប្រវត្តិអីអាច comment ប្រាប់បានណាព្រោះខ្ញុំអត់ដឹងច្បាស់ពីកន្លែងហ្នឹងទេហើយនេះគឺជាទស្សនវិជ្ជានៅក្នុងប្រាសាទហើយរូបសំណាកមួយនេះវិញគឺខ្ញុំចាប់អារម្មណ៍មែនតើប៉ុន្តែសម្រាប់រូបសំណាកហ្នឹងគេពេលដែលយើងដើរចេញពីកន្លែងព្រះនាងឥន្ទ្រទេវីមកណាគឺមានរូបសំណាកមួយហ្នឹងដែលមើលពីតាមប្អួយគៀនទៅបានយើងឃើញណាតែអត់មានផ្លូវចូលសម្រាប់មើលចិត្តទេបងប្អូនខ្ញុំមានអារម្មណ៍ថារូបសំណាកហ្នឹងគឺជារូបព្រះនាងដែរតែមិនដឹងថាព្រះនាងមួយណាណាអញ្ចឹងបើបងប្អូនណាដឹងចាំជួយ comment ប្រាប់ផងណាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើនជម្រាបលាបាយបាយ